មកដល់ថ្ងៃនេះថ្ងៃទី28ហើយនៃការសរសេរសៀវភៅកាឡាតូចប៉ាម៉ាក់អើយចេញជាអ្នកលោជាងលោមួយរយៈនេះវីដេអូរៀងដូចជាចេញយប់ឆៅបន្តិចហើយប៉ាម៉ាក់អើយដោយសារការងារច្រើនត្រូវធ្វើហើយក៏អត់បានមានពេលចូលសលេងអញ្ចឹងណាដល់យប់អញ្ចឹងទៅបានតែមេហើយការងារដែលរវល់រាល់ថ្ងៃហ្នឹងក៏មិនទៅធំដុំអីដែរប៉ុន្តែជិបតេត1 2 3អញ្ចឹងចេះតែរវល់ដកដៃអត់រួចប៉ុន្តែទោះបីរវល់យ៉ាងណាក៏នៅតែឆ្លៀតថតធ្វើជាវីដេអូបង្ហាញពីការសរសេរអក្សររបស់កូនដើម្បីចែកដល់ប៉ាម៉ាក់ដែលមានកូនទូចដូចកូនរបស់ខ្ញុំអញ្ចឹងហើយចង់ឲ្យគាត់រៀនសរសេរហើយក៏ឃើញថាទទួលបានលទ្ធផលល្អចឹងហើយចង់ចែកម្លែកដល់ប៉ាម៉ាក់ដែលអត់ដឹងថាចាប់ផ្ដើមទៅរៀនកូនសរសេរពីចំណុចណាទៅចឹងប៉ាម៉ាក់អាចមើលវីដេអូដែលកូនខ្ញុំសរសេរអក្សរនេះបានហើយមើលនេះមានក្នុងន័យថាអូកូនរបស់ខ្ញុំសរសេរអក្សរស្អាតកូនរបស់ប៉ាម៉ាក់សរសេរអត់ស្អាតអីទេប៉ុន្តែអីដែលខ្ញុំទទួលបានអីដែលខ្ញុំឃើញថាប្លែកតាំងពីគាត់អត់ចេះសរសេរគាត់អត់ដឹងបន្ទាត់គាត់អត់ដឹងអីរហូតដល់គាត់អាចស្គាល់បន្ទាត់ហើយគាត់អាចចេះសរសេរដោយខ្លួនឯងហើយយើងឃើញថាវាពិតជាល្អជាងមុនណានឹងសម្រាប់កូនរបស់ខ្ញុំអញ្ចឹងបន្ទាប់ពីគាត់សរសេរសៀវភៅកាឡាតូចហើយគាត់យកចិត្តទុកដាក់ហើយដល់ពេលសៀវភៅកាឡាធំក៏គាត់យល់បានច្រើនដែរហើយចំពោះជនជាអ្នកដែលគាត់សរសេរ33តួហ្នឹងគាត់ចេះសរសេរអស់ហើយគាត់តែឲ្យគាត់រៀនសរសេរមួយដើម្បីបង្ហាញដល់បងប្អូនកូនប៉ាម៉ាក់ដែលទៅចាប់ដើមរៀនសរសេរហើយចង់ឲ្យកូនរៀនសរសេរអក្សរបានស្អាតណា